សម្រាប់យើងមនុស្សធំយើងដឹងហើយបាទសម្រាប់ថ្នាក់ធំគឺយើងដឹងហើយដឹងថាស្មើ2ប៉ុន្តែក្មេងធ្វើមិនដឹងដល់តែហេតុអីបានវាស្មើ2ណាអញ្ចឹងវិធីចែកវាមាន2របៀបទី1យើងចែកដើម្បីរកចំណែកហើយមួយទៀតចែកដើម្បីរកក្រុមចែករកក្រុមយ៉ាងម៉េចឥឡូវឧទាហរណ៍ឧទាហរណ៍យើងមានផ្លែក្រូច6ផ្លែ1 2 3 4 5 6 6ផ្លែហើយយើងធ្វើការចែកណាអញ្ចឹងយើងចែករកចំណែកបើចែករកចំណែកអញ្ចឹងមានន័យថាយើងចែកឲ្យគ្នា3នាក់1 2 3អញ្ចឹងមានគ្នា3នាក់ណាអញ្ចឹងយើងយកក្រូច6ផ្លែហ្នឹងឯងទៅចែកឲ្យគ្នា3នាក់ដើម្បីរកថាក្នុងមួយចំណែកហ្នឹងបានម្នាក់ប្រមាណអានឹងសម្រាប់ក្មេងណាអញ្ចឹងយើងយកមួយនេះមកដាក់ឲ្យម្នាក់នេះណានេះបានមួយទៅមកយើងយកអានេះមួយទៀតមកដាក់ឲ្យម្នាក់អញ្ចឹងបានមួយដែរហើយយកមួយទៀតមកដាក់ឲ្យម្នាក់នេះឃើញទេបានម្នាក់មួយស្មើគ្នាណាតើផ្លែក្រូចយើងអស់ហើយនៅផ្លែក្រូចយើងនៅតែអត់ទាន់អស់ទេនៅនេះ1 2 3ទេនៅ3ទៀតអញ្ចឹងយកមកចែកឲ្យមួយទៀតមកនេះយកអានេះមួយមកដាក់ឲ្យនេះមួយទៀតណាអានេះបាន2ហើយបើនេះបាន2អានេះក៏ត្រូវតែបាន2ដែរអញ្ចឹងយកអានេះមួយមកដាក់ឲ្យនេះមួយទៀតបាទហើយបន្ទាប់មកទៀតយើងយកអានេះមួយមកដាក់ឲ្យអានេះមួយទៀតឃើញទេបាទនេះអញ្ចឹងមានន័យថាក្នុងមួយចំណែកគឺយើងបានម្នាក់2ឃើញទេនេះម្នាក់2អានេះក៏2អានេះក៏2ដូចគ្នាឃើញទេអញ្ចឹងមានន័យថាម៉េច6ចែក3គឺស្មើ2ឃើញទេមានន័យថាចែកឲ្យគ្នា3នាក់គឺបានម្នាក់2បើចែករកក្រុមវាមិនវិញចែករកក្រុមវាខុសពីចែករកចំណែកចែករកក្រុម6ដូចគ្នាឥឡូវឧទាហរណ៍ចេះអានេះវាមាន6 6ក្រូចមាន6ដូចគ្នាអញ្ចឹងយើងចែកក្នុងម្នាក់ចែករកក្រុមមានន័យថាចែកក្នុងម្នាក់3នេះមួយនេះយើងចែកឲ្យក្នុងម្នាក់3អញ្ចឹង1 2 3អញ្ចឹងដាក់ឲ្យម្នាក់នេះចំនួន3ឃើញទេអានេះបាន3តែមកយើងយកទៅចែកឲ្យម្នាក់ទៀតនេះគឺត្រូវបាន3ដូចគ្នាបាទនេះ3អានេះក៏3ដូចគ្នាអញ្ចឹងយកនេះមួយដាក់ឲ្យមួយនេះមួយដាក់នេះមួយទៀតនេះមួយដាក់ឲ្យនេះមួយទៀតអញ្ចឹងមានន័យថាម៉េចមានន័យថាបើសិនយើងមានក្រូចចំនួន6ផ្លែយើងយកចែកឲ្យក្នុងម្នាក់3មានន័យថាម៉េចមានន័យថាយើងចែកបានគ្នាម្នាក់1 2ឃើញទេអញ្ចឹង6ចែក3ស្មើ2